ប្រសិនបើអ៊ីរ៉ង់ពិតជាឈ្នះសង្គ្រាមនេះមែនតើនឹងមានអ្វីកើតឡើងប្រសិនបើស្ថានភាពអ៊ីរ៉ង់ឈ្នះសង្គ្រាមកើតឡើងមែនមានន័យថាអ៊ីរ៉ង់អាចសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួននិងកាត់បន្ថយឥទ្ធិពលរបស់អាមេរិកនិងអ៊ីស្រាអែលពិភពលោកនឹងជួបប្រទះនូវការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រដូចខាងក្រោម 1. ការបម្រែបម្រួលអំណាចនៅមជ្ឈមបូព៌ាអ៊ីរ៉ង់នឹងក្លាយជាបងធំតែម្នាក់ឯងនៅតំបន់មជ្ឈមបូព៌ាឥទ្ធិពលរបស់អ៊ីរ៉ង់នឹងរីកសាយភាយកាន់តែខ្លាំងតាមរយៈបណ្ដាញ Axis of Resistance ដែលមានដូចជា Hezbollah, Hamas និងក្រុម Houthi ក្នុងករណីនេះដែនអធិបតេយ្យភាពនៃប្រទេសអ៊ីស្រាអែលអាចនឹងរង្គោះរង្គើឬត្រូវរលាយបាត់រូបរាងតែម្ដងដែលវានឹងផ្លាស់ប្ដូរផែនទីទាំងស្រុងនៅតំបន់មជ្ឈមបូព៌ាទី2ការគ្រប់គ្រងលើធម្មពលពិភពលោកអ៊ីរ៉ង់នឹងគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ដឹកជញ្ជូនប្រេងរបស់ពិភពលោកអ៊ីរ៉ង់នឹងមានអំណាចក្នុងការកំណត់តម្លៃប្រេងពិភពលោកប្រសិនបើមានបញ្ហាតម្លៃប្រេងអាចនឹងហក់ឡើងខ្ពស់ហួសពីការប៉ាន់ស្មានដែលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រប់ប្រទេសរួមទាំងកម្ពុជាផងដែរប្រទេសដែលពឹងផ្អែកលើប្រេងពីមជ្ឈមបូព៌ានឹងត្រូវបង្ខំចិត្តដើរតាមបន្ទាត់នយោបាយរបស់អ៊ីរ៉ង់ទី3ការធ្លាក់ចុះនៃឥទ្ធិពលរបស់សហរដ្ឋអាមេរិកជ័យជំនះរបស់អ៊ីរ៉ង់គឺជាបរាជ័យដ៏ធំធេងសម្រាប់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិកអាចនឹងត្រូវបង្ខំចិត្តដកមូលដ្ឋានទ័ពចេញពីតំបន់មជ្ឈមបូព៌ាទាំងស្រុងប្រាក់ដុល្លារការប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ជួញដូរប្រេងអាចនឹងត្រូវរង្គោះរង្គើដែលធ្វើឲ្យអំណាចសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកចុះខ្លាំងលើឆាកអន្តរជាតិទី4សន្តិភាពពិភពលោកថ្មីជ័យជំនះនេះនឹងផ្ដល់អំណាចដល់ប្លុកដែលប្រឆាំងនឹងលោកខាងលិចគឺអ៊ីរ៉ង់រុស្ស៊ីនិងចិនពិភពលោកនឹងលែងមានមហាអំណាចតែមួយទៀតហើយប៉ុន្តែនឹងក្លាយជាពិភពលោកដែលមានពលអំណាចច្រើនប្រព័ន្ធច្បាប់អន្តរជាតិដែលដឹកនាំដោយលោកខាងលិចនឹងត្រូវចុះខ្សោយហើយជំនួសមកវិញនៅប្រព័ន្ធថ្មីដែលបង្កើតឡើងដោយមហាអំណាចថ្មីៗទាំងនេះ